ច្បាប់សម្ងាត់របស់អ្នកដឹកនាំផ្ដាច់ការវាមានសុវត្ថិភាពជាងក្នុងការធ្វើឲ្យគេខ្លាចជាងការធ្វើឲ្យគេស្រឡាញ់ប្រសិនបើអ្នកមិនអាចមានទាំងពីរមនុស្សនឹងសងសឹកចំពោះការប្រមាថបន្តិចបន្តួចប៉ុន្តែពួកគេមិនអាចសងសឹកចំពោះការធ្វើបាបយ៉ាងធ្ងន់ធ្ងរបានទេបើត្រូវធ្វើបាបនរណាម្នាក់ចូលធ្វើវាឲ្យធ្ងន់ធ្ងររហូតដល់អ្នកមិនចាំបាច់បារម្ភពីការសងសឹករបស់គេអ្នកឈ្នះមិនដែលខ្វះហេតុផលត្រឹមត្រូវដើម្បីបិទបាំងការក្បត់សន្យារបស់ខ្លួនឡើយចូលធ្វើជាកញ្ជ្រោងដើម្បីស្គាល់អន្ទាក់និងធ្វើជាសឹងដើម្បីបំភ័យសត្វឆ្កែព្រៃការសន្យាដែលបានធ្វើឡើងដោយបង្ខំមិនចាំបាច់ត្រូវគោរពតាមនោះទេអ្នកណាដែលចង់បានអំណាចដាច់ខាតត្រូវតែសម្លាប់កូនចៅរបស់អ្នកដែលខ្លួនបានទម្លាក់ការដណ្ដើមអំណាចត្រូវតែធ្វើឡើងក្នុងពេលតែមួយប៉ុន្តែការផ្ដល់ផលប្រយោជន៍ត្រូវធ្វើម្ដងបន្តិចម្ដងបន្តិចភាពស្អប់ខ្ពើមកើតឡើងអំពីអំពើល្អដូចគ្នានឹងអំពើអាក្រក់ដែរមនុស្សផ្លាស់ប្ដូរមេដឹកនាំដោយរីករាយព្រោះពួកគេជឿថាអ្នកថ្មីនឹងល្អជាងប៉ុន្តែពួកគេនឹងខកចិត្តតាមក្រោយមនុស្សងាយនឹងភ្លេចការស្លាប់របស់ឪពុកគេជាងការបាត់បង់ទ្រព្យសម្បត្តិមរតកអ្នកដែលជួយឲ្យអ្នកដទៃមានអំណាចគឺជាអ្នកបំផ្លាញខ្លួនឯងមធ្យោបាយដែលល្អបំផុតដើម្បីការពារខ្លួនគឺកុំឲ្យគេស្អប់អ្នកដឹកនាំត្រូវតែរៀនពីរបៀបធ្វើជាមនុស្សមិនល្អហើយប្រើវាឬមិនប្រើវាទៅតាមកលៈទេសៈកុំព្យាយាមយកឈ្នះដោយកម្លាំងបើអ្នកអាចយកឈ្នះដោយល្បិចកលអាវុធល្អនិងច្បាប់ល្អគឺជាគ្រឹះនៃរដ្ឋដ៏រឹងមាំមនុស្សគ្រប់គ្នាឃើញអ្វីដែលអ្នកបង្ហាញប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាអ្នកជាអ្វីពិតប្រាកដអ្នកដឹកនាំមិនចាំបាច់មានគុណធម៌ទាំងអស់នោះទេប៉ុន្តែត្រូវតែមើលទៅដូចជាមានគុណធម៌ទាំងនោះការធ្វើជាមនុស្សមានចិត្តបុណ្យក្នុងពេលបច្ចុប្បន្ននឹងនាំមកនូវគ្រោះថ្នាក់នៅពេលអនាគតមនុស្សមានចិត្តអាក្រក់ពីធម្មជាតិលើកលែងតែពួកគេត្រូវបានបង្ខំឲ្យធ្វើល្អចូរចងចាំថាការការពារដ៏ល្អបំផុតគឺការមិនពឹងផ្អែកលើអ្នកដទៃវាជាការប្រសើរក្នុងការធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ជាងការស្ទាក់ស្ទើរការផ្លាស់ប្ដូរមួយតែងតែបន្សល់ទុកនូវមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្ដូរបន្ទាប់
សំណាងគ្រប់គ្រងពាក់កណ្ដាលនៃសកម្មភាពរបស់យើងប៉ុន្តែពាក់កណ្ដាលទៀតគឺស្ថិតនៅលើខ្លួនយើងគ្មានការសហការណាដែលមានសុវត្ថិភាពជាមួយអ្នកដែលមានអំណាចជាងអ្នកឡើយអ្នកដែលមិនរៀបចំខ្លួនសម្រាប់សង្គ្រាមក្នុងពេលសន្តិភាពនឹងត្រូវវិនាសក្នុងពេលសង្គ្រាមភាពវៃឆ្លាតដំបូងគេដើម្បីវាយតម្លៃអ្នកដឹកនាំគឺមើលទៅលើជំពូកមនុស្សដែលនៅជុំវិញគាត់មានវិធី3យ៉ាងដើម្បីវាយតម្លៃខួរក្បាលមនុស្ស1យល់ដោយខ្លួនឯង2យល់តាមអ្នកដទៃ3មិនយល់អ្វីទាំងអស់អ្នកដែលចង់ធ្វើជាមនុស្សល្អគ្រប់ពេលនឹងត្រូវវិនាសក្នុងចំណោមមនុស្សដែលមិនល្អសង្គ្រាមមិនអាចជៀសវាងបានទេវាគ្រាន់តែពន្យាពេលដើម្បីផ្ដល់ផលចំណេញដល់សត្រូវអំណាចដែលទទួលបានដោយល្បិចកលងាយនឹងបាត់បង់វិញជាងអំណាចដែលទទួលបានដោយសមត្ថភាពអ្នកដឹកនាំត្រូវតែចេះប្រើទាំងច្បាប់របស់មនុស្សនិងច្បាប់របស់សត្វព្រៃប្រជាជនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតបើអ្នកដឹកនាំចេះគ្រប់គ្រងពួកគេកម្លាំងបាយអាចដណ្ដើមយកបានអ្វីៗគ្រប់យ៉ាងប៉ុន្តែវាមិនអាចរក្សាអ្វីៗបានគ្រប់យ៉ាងរហូតទេមធ្យោបាយដ៏ប្រកបបំផុតដើម្បីបំផ្លាញប្រទេសមួយគឺការឲ្យសេរីភាពដល់ពួកគេហួសប្រមាណអ្នកដឹកនាំដែលពឹងផ្អែកទាំងស្រុងលើសំណាងនឹងរលត់រលាយទៅវិញនៅពេលដែលសំណាងនោះផ្លាស់ប្ដូរគ្មានអ្វីដែលធ្វើឲ្យអ្នកដឹកនាំទទួលបានការគោរពខ្លាំងជាងការបង្កើតនូវស្នាដៃដ៏អស្ចារ្យនិងការធ្វើជាគំរូដ៏កម្រនោះទេធម្មជាតិរបស់មនុស្សគឺមិនចេះស្កប់ស្កល់ពួកគេចង់បានអ្វីៗគ្រប់យ៉ាងប៉ុន្តែសម្រេចបានតែបន្តិចបន្តួចប៉ុណ្ណោះភាពស្មោះត្រង់ហួសហេតុគឺជាចំណុចខ្សោយនៅក្នុងហ្គេមនៃអំណាចអ្នកដែលខ្វាក់ភ្នែកមើលមិនឃើញការពិតនៃពិភពលោកហើយចង់រស់នៅក្នុងពិភពឧត្តមគតិនឹងរកឃើញមហន្តរាយជាជាងការរស់រានខ្លឹមសារដែលបានលើកឡើងនៅក្នុងវីដេអូនេះគឺជាការចងក្រងនូវទស្សនវិជ្ជានយោបាយរបស់លោក Niccolo Machiavelli ដែលជាអ្នកប្រាជ្ញដ៏ល្បីក្នុងប្រវត្តិសាស្ត្រយើងសូមបញ្ជាក់ថារាល់សម្រងសម្ដីនិងយុទ្ធសាស្ត្រទាំងនេះមិនឆ្លុះបញ្ចាំងអំពីគោលជំហរឬមតិផ្ទាល់ខ្លួនរបស់ Channel យើងខ្ញុំឡើយ
គោលបំណងចម្បងរបស់យើងគឺគ្រាន់តែផ្សព្វផ្សាយនិងចែករំលែកនូវចំណេះដឹងអំពីសិល្បៈនៃការដឹកនាំនិងយុទ្ធសាស្ត្រអំណាចក្នុងបរិបទប្រវត្តិសាស្ត្រដើម្បីទុកជាមេរៀននៃការសិក្សារៀនសូត្រតែប៉ុណ្ណោះការយល់ដឹងពីចំណុចងងឹតនៃអំណាចគឺជាផ្នែកមួយនៃការការពារខ្លួននិងសម្រេចចិត្តដ៏ឈ្លាសវៃក្នុងសង្គមយល់ដឹងពីល្បិចកលដើម្បីកុំឲ្យខ្លាចជាជនរងគ្រោះនៃល្បិចកលប្រសិនបើលោកអ្នកយល់ថាវីដេអូនេះមានប្រយោជន៍និងផ្ដល់នូវចំណេះដឹងថ្មីៗសូមជួយចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូជាច្រើនទៀតសូមចុច Share ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារយើងខ្ញុំក្នុងការផលិតវីដេអូជាបន្តសូមអរគុណ